ថាអ្នកដែលហត់ជាងខ្ញុំធ្វើដងទៅទៀតនោះគឺឪពុកម្ដាយរបស់ខ្ញុំមើលឃើញថាប៉ាម៉ាក់ខ្ញុំគាត់កាន់តែចាស់ទៅពីមួយញ៉ៃទៅមួយញ៉ៃឯងពីសក់ខ្មៅទៅជាសក់សពេលខ្លះគាត់ត្រូវទិញថ្នាំពណ៌សក់ខ្មៅនឹងមកលាបទៀតពាក្យសម្ពាធពាក្យហត់ដែលកាលពីទូចខ្ញុំធ្លាប់តែនិយាយហ្នឹងខ្ញុំគិតថាជាពាក្យមួយដែលអត់ប្រយោជន៍ខ្លាំងមែនតើតែនៅពីទូចអត់មានធ្វើអីទេគួយចាំតែរៀនឲ្យប៉ាកែហូបឲ្យតែឆ្អែតគេងឲ្យតែគ្រប់ដល់ពេលប៉ាម៉ាក់ស្ដីឲ្យតិចតួចតាំងមកតអូននិយាយថាអូខ្ញុំធុញថប់នឹងពាក្យនឹងខ្លាំងខ្ញុំពេលខ្លះចង់រត់ចេញពីផ្ទះហ្នឹងទៀតរហូតមកដល់ឥឡូវខ្ញុំគិតថាព្រះរស់2នាក់ដែលគាត់កំពុងតែនៅក្នុងផ្ទះជាមួយខ្ញុំសប្តាហ៍ថ្ងៃហ្នឹងគាត់មានសម្ពាធប៉ុណ្ណាក្នុងការចិញ្ចឹម3បាច់ខែអាសាកូនម្នាក់នេះរហូតមកដល់អាយុពុតប៉ុណ្ណឹងមានរបស់ប្រើប្រាស់ដូចគេមានជីវិតអនាគតល្អដូចគេទោះបីជាខ្ញុំរងញ៉ៃខំធ្វើការជួយសម្រួលបន្ទុកគាត់ប៉ុណ្ណាក៏ខ្ញុំគិតថាខ្លួនឯងនៅតែសងគុណគាត់អត់ទាន់អស់ខ្ញុំមើលឃើញនៅក្នុងបណ្ដាញសង្គមរងញ៉ៃអ្នកដែលមានអាយុល្បាក់ប៉ុណ្ណឹងខ្ញុំនេះហ្នឹងគាត់នាំគ្នាផុសថាគាត់មានសម្ពាធគាត់ហត់អ្នកខ្លះទៀតគាត់ចង់ទឹកខ្លីទៀតខ្ញុំឆ្ងល់មែនតើថាហេតុអីគាត់អត់មានគិតដល់ព្រះរស់2នាក់ដែលនៅចាំគាត់ដែលរស់ស៊ីចិញ្ចឹមគាត់ដែលហត់ជាងគាត់ធ្វើដងទៅទៀតមិនចាំទៅឪពុកម្ដាយយើងឯងមនុស្សជុំវិញខ្លួនយើងទាំងអស់ខ្ញុំអូសកាត់បណ្ដាញសង្គមរងញ៉ៃខ្ញុំឃើញវីដេអូលោកតាលោកយាយជាពិសេសម៉ាក់ញ៉ៃមុននោះខ្ញុំបានអូសប្រទះឃើញវីដេអូអ្នកមីងម្នាក់ដែលគាត់បីអៀវកូនស្រីគាត់ដែលទទួលបានមរណភាពហ្នឹងវិនាទីដំបូងដែលខ្ញុំមើលវីដេអូហ្នឹងចិត្តខ្ញុំផេះបែកមកជាកូនមកមិនជាសាច់ញាតិរបស់យើងប៉ុន្តែយើងមើលវីដេអូហ្នឹងយើងទទួលបានអារម្មណ៍នឹងបាត់ទៅហើយព្រោះញ៉ៃបើសិនមកខ្ញុំអត់ចាប់ផ្ដើមសងគុណឪពុកម្ដាយខ្ញុំពីឥឡូវទៅឥឡូវទេអនាគតយើងមិនឃើញទេញ៉ៃនេះម្ដាយអៀវកូនញ៉ៃក្រោយកូនអៀវម្ដាយជីវិតយើងមើលអត់ឃើញមែនយើងមើលអត់ឃើញអ៊ំលោកតាដែលគាត់រស់ស៊ីដឹកស៊ីក្លូលោកយាយអ៊ំពូមីងដែលគាត់មានពិការភាពគាត់រស់ស៊ីដើរត្រេកចោសុំទានគេកាលនៅពីទូចេះមិនថាលុយនឹងតិចក៏ច្រើនក៏ដោយខ្ញុំតែងតែសុំប៉ាខ្ញុំរហូតប៉ាខ្ញុំសុំលុយធ្វើមិនត្រូវទៅជូនពួកគាត់ខ្ញុំមើលឃើញមនុស្សជុំវិញខ្លួនខ្ញុំគិតថាហេតុអីក៏ពួកគាត់មានវាសនាបែបហ្នឹងជាហេតុផលហ្នឹងឯងដែលខ្ញុំចង់ជំរុញឲ្យបងប្អូនអរគ្នាចាប់ផ្ដើមគិតគូរពីឪពុកម្ដាយនឹងអនាគតទៅទោះបីជាមិនទាន់ដល់វ័យមួយដែលយើងមានលទ្ធភាពសងគុណទិញមាសកែបកង$1000-2000ឲ្យគាត់ក៏ដោយប៉ុន្តែការដែលធ្វើខ្លួនមិនមែនជាបន្ទុករបស់គ្រួសារក៏អាចជាការសងគុណសម្រាប់ពួកគាត់ដូចគ្នាដូចថ្ងៃមុនអញ្ចឹងខ្ញុំបានជូនពួកគាត់ទៅទិញកៅអៅនៅ Sando ដោយសារតែចិត្តចូលឆ្នាំខ្មែរអញ្ចឹងទៅខ្ញុំចង់ឲ្យពួកគាត់ពាក់កៅអៅអីថ្មីខ្ញុំអត់ចង់ឃើញគាត់ពាក់កៅអៅដដែលទេប៉ុន្តែគាត់ប្រកែកគាត់អត់ចង់ទៅគាត់ចង់ឃើញខ្ញុំចេញលុយអស់លុយច្រើនគាត់សុខចិត្តទៅទិញកៅអៅទៅជូនតែគាត់ដឹងហើយថាពេលហ្នឹងគឺមានបញ្ចុះតម្លៃ 80% ខ្ញុំក៏បានប្រាប់គាត់វិញថាប៉ាម៉ាក់ធ្វើការហត់មួយអាទិត្យជាងថ្ងៃចឹងធ្វើមិនក៏ដោយក្នុងនាមខ្ញុំជាកូនត្រូវតែបម្រើផ្លូវចិត្តគាត់ឲ្យបានល្អធ្វើឲ្យគាត់សប្បាយចិត្តយ៉ាងហោចណាស់ក៏បាន 20% ដែរនៃជីវិតរបស់គាត់រឿងក្អាមួយខ្ញុំតែងតែផ្គត់ផ្គង់ឲ្យពួកគាត់រហូតពេលខ្លះជូនពួកគាត់ទៅទិញដល់ហាងពេលខ្លះទៀតក៏កំងតាម Sando app ឲ្យគាត់ទៅណាខ្ញុំចែកម្លែកឲ្យបងប្អូនអរគ្នាដឹង promotion ហ្នឹងគឺមានចាប់ពីថ្ងៃទី14មីនាទៅគ្រប់សាខារបស់ Sando ទាំងអស់ចឹងបងប្អូនអាចនាំឪពុកម្ដាយទៅទិញបានធ្វើឲ្យពួកគាត់សប្បាយចិត្តទៅខ្ញុំសងចង់ឃើញតែប៉ុណ្្នឹងទេដូច្នេះចាប់ពីថ្ងៃហ្នឹងទៅមុននឹងពោលពាក្យថាសម្ពាធពោលពាក្យថាហត់នឹងវេទនាលំបាកចូលបងប្អូនអរគ្នាកន្លែងទៅឃើញឪពុកម្ដាយថាគាត់លំបាកជាងយើងធ្វើដងទៅទៀតអើយម៉ែបាន